តមិត្តប្អូនអើយរៀបរាប់បន់ដាំស្ដាប់ហើយក្នុងទ្រង់ខ្ញុំស្ទើរតិចខ្ទមអោប្តីសំឡាញ់បងពលីហើយទឹកភ្នែកអូនស្រក់ថ្ងៃនេះរូបប្តីលារត់ហើយបន់ដាំខ្សែកពាក់ពេជ្រចុងក្រោយដែលប្រុងត្រានត្រើយផ្ញើមកឲ្យអូនស្លាប់ជាតបហានខ្លាអង្គចានឹងប្តីបងកុំបារម្ភពីអូននឹងកូនសូមឲ្យប្រុងស្ងួនទៅឲ្យបានសុខព្រោះរឿងជាតិណាស្លាប់ដោយដំឡៃការពារទឹកដីនៃជាតិខេមរាបងមានកិត្តិយសគេឈ្មោះថ្លៃថ្លាជាតបហានខ្លាអង្គចានឹងបងកុំបារម្ភពីអូននឹងកូនសូមឲ្យប្រុងស្ងួនទៅឲ្យបានសុខ